ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះខ្ញុំបាទសូមធ្វើការ live បង្ហោះតាមប្រព័ន្ធ Facebook ក៏ដូចជាប្រព័ន្ធ TikTok ក៏ដូចជាប្រព័ន្ធ YouTube និង Instagram អំពីគម្រោងថ្មីពីគម្រោងបរិយាសម្បត្តិពេញចិត្តដែលក្នុងនេះគឺយើងមានសាច់ដី24ម៉ែត្រសាច់ដីផ្ទះ2ក្រោយនេះបាន22ម៉ែត្រទេបើ3ផ្ទះនេះបាន24ម៉ែត្រហើយនិយាយទៅគឺសាច់ដីវែងសាច់ផ្ទះយើងគឺ14ម៉ែត្រជាមួយនឹងការចំណតឡានយើងមាន3ចំណតក្នុងផ្ទះមួយខាងមុខនេះមួយនឹងអាចនឹងលើផ្លូវមកចំណតទៀត3ចំណតហើយនៅលើផ្លូវ7ម៉ែត្រផ្លូវនេះចាក់ស្ដែងតាមបេតុងទេតែរត់បេតុងអត់គឺរត់ចាក់មកកណាត់ហើយអានេះអ្វីដែលយើងមានគឺយើងប្រាប់ពុកម៉ែបងប្អូនផ្ទាល់ហើយជាមួយនឹងច្បាប់សាងសង់នេះគឺថាយើងបញ្ជាក់ពុកម៉ែបងប្អូនយើងមានច្បាប់តាំងសាងសង់ត្រឹមត្រូវទេឯកសារប្លង់ពួកយើងនេះឯកសារបញ្ញាបត្រនេះមានមួយសេតហើយជាមួយនឹងការផ្ដល់ជូនប្លង់នេះប្លង់ហ្នឹងពុកម៉ែបងប្អូនប្លង់គឺនៅពួកខ្ញុំផ្ទាល់ពុកម៉ែបងប្អូនទិញគឺខ្ញុំយកប្លង់ពុកម៉ែបងប្អូនមើលហើយបន្ទាប់មកកក់លុយហើយធ្វើការកាត់ឈ្មោះយកតែម្ដងប្លង់គឺយើងមានប្លង់មួយសេតប្លង់យើងមានមួយសេតហើយទីតាំងនេះគឺជាទីតាំងដែលល្អដែលមើលទៅពុកម៉ែបងប្អូនទិញហើយគឺពិបាករកផ្ទះម្ដុំហ្នឹងធ្វើលក់ផ្ទះថ្មីថ្មីនិយាយទៅតម្លៃដែលថោក 40000 ជាង 50000 ជាងផ្ទះចាស់មានផ្ទះថ្មីកម្រងនេះទេហើយនេះយើងធ្វើយើងជំនាញតិចបំផុតពុកម៉ែបងប្អូនដែលចង់បាននៅផ្ទះឬក៏កន្លែងស្នាក់នៅដែលល្អបំផុតទិញទុកចែកកូនចែកចៅដែលគាត់រៀនចប់អដប់គាត់រៀនបញ្ញាបត្រនៅទីក្រុងភ្នំពេញគឺគាត់អាចទិញបានជាមួយនឹងការទិញដែលមានសក្តានុពលខ្ពស់ទីតាំងទិញគឺចំណេញពួកខ្ញុំជឿទីតាំងដែលទិញគឺទីតាំងដែលមានផ្លូវភ្លើងទឹកលូមួយសេតជាមួយនឹងមានផ្សារទំនើបហើយខាងក្រោយខ្ញុំនេះគឺជាខុនដូនេះគឺគេធ្វើច្រើនជាន់ណាពុកម៉ែបងប្អូនខុនដូនេះគឺគេធ្វើច្រើនជាន់ចូល5 6ជាន់ឯខុនដូនេះហើយបើវិភាគទៅបន្ទប់គេលក់ខុនដូបន្ទប់គេ8000 10000ទេពុកម៉ែមកបន្ទប់ណា4ម៉ែត្រ4ជ្រុងឯណាមកបន្ទប់ហ្នឹង8000 10000ណាពុកម៉ែបងប្អូនតំបន់ហ្នឹងគឺតំបន់ល្អបានគេហ៊ានធ្វើខុនដូនៅហ្នឹងបើអត់ល្អគេហ៊ានធ្វើខុនដូឯងពុកម៉ែបងប្អូនបើយើងវិភាគថាតំបន់វែងស្រីនេះគឺល្អវាមិនល្អណាស់ណាទេតែបើយើងវិភាគថាបងប្អូនដែលមានជីវភាពមធ្យមឬក៏ជីវភាពដែលក្រមមធ្យមឬក៏ជីវភាពធូធាគាត់អាចរស់នៅបានព្រោះទីតាំងនេះវាគេហៅថាទីតាំងចម្រុះឧស្សាហកម្មពាណិជ្ជកម្មហើយជាមួយនឹងវិស័យ